7 ចំណុចដែលម៉ាក់ប៉ាសម័យថ្មីគួរតែដឹងមុននឹងចាប់ផ្ដើមអាហារដំបូងសម្រាប់កូនតូចរបស់យើងទី1ម៉ាក់ប៉ាសង្កេតឃើញថាកូនរបស់ប៉ាម៉ាក់អាចអង្គុយបានដោយខ្លួនឯងមានសភាពករឹងមាំហើយគាត់អាចប្រើប្រាស់ដៃផងគាត់នឹងចាប់អាហារដាក់ចូលក្នុងមាត់បានទី2អាហារដំបូងសម្រាប់អូនគឺត្រូវតែជាអាហារដែលកិនម៉ត់ហើយជាទូទៅបរិមាណញែកទៅតាមពេលគឺ1ពេល5ស្លាបព្រាបាយតែដំបូងម៉ាក់ប៉ាអាចផ្ដល់ជូនគាត់ត្រឹមតែ1ទៅ2ស្លាបព្រាបាយគឺគ្រប់គ្រាន់ទី3ការជ្រើសរើសពេលវេលាឲ្យកូនហូបសម្រាប់ពេលព្រឹកម៉ាក់ប៉ានឹងងាយស្រួលក្នុងការសង្កេតនិងតាមដានអាការៈអាឡែស៊ីរបស់កូនទៅតាមប្រភេទអាហាររបស់កូនដែលទើបតែហូបហើយចំពោះពេលល្ងាចគឺជួយឲ្យកូនឆ្អែតនិងគេងលក់បានយូរនៅពេលយប់ទី4ហាមដាច់ខាតការបង់គ្រឿងនៅក្នុងអាហារបន្ថែមរបស់កូនមិនថាជាអំបិលស្ករឬទឹកស៊ីអ៊ីវជាពិសេសទឹកឃ្មុំហាមដាច់ខាតពីព្រោះវាផ្ដល់ផលគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពរបស់កូនជាពិសេសកូនអាយុក្រោម1ឆ្នាំទី5ករណីកូនតឹងពោះពិបាកក្នុងការបត់ជើងប៉ាម៉ាក់អាចបដូរពីពួកក្រុមបន្លែពណ៌លឿងមកជាពួកក្រុមបន្លែពណ៌បៃតងវិញដោយសារវាសម្បូរទៅដោយ fiber និងជួយសម្រួលដល់ការបន្ធូរបង់របស់កូនទី6មិនគួរឲ្យកូនចាប់ផ្ដើមអាហារដំបូងលឿនពេកនោះទេជាពិសេសអាយុមុន17សប្តាហ៍ពីព្រោះអាចធ្វើឲ្យកូនមានបញ្ហាពោះវៀននិងងាយក្នុងការកើតអាការៈអាឡែស៊ីជាមួយអាហារទី7មិនគួរណាផ្ដល់អាហារដំបូងដល់កូនយឺតជាង26សប្តាហ៍ហើយក៏មិនគួរឲ្យកូនហូបអាហារមុខដដែលៗនោះដែរពីព្រោះការចាប់ផ្ដើមយឺតការហូបអាហារដដែលៗអាចបណ្ដាលឲ្យកូនកើតអាការៈអាឡែស៊ីបាន